វីដេអូថ្ងៃនេះដែរចង់នាំបងប្អូនឲ្យមកស្គាល់សត្វម្យ៉ាងសត្វនេះបើបងប្អូនខ្លះឃើញហើយជាស្គាល់តែបងប្អូនខ្លះឃើញបើជាមិនទាន់ស្គាល់តែមើលទៅខ្ញុំទៅតែស្គាល់ដែរហើយសម្រាប់សត្វនេះដែរគឺជាមេដួងបងប្អូនមេដួងបងប្អូនខ្លះគាត់យកអានឹងទៅចិញ្ចឹមដើម្បីបង្កើតជាដង្កូវដួងណាតែដួងហ្នឹងដួងសម្រាប់ហូបបានគឺគេលីងឆ្ងាញ់ហើយអាមេដួងហ្នឹងយើងលីងបានដូចគ្នាប៉ុន្តែយើងនៅអាចយកមកលីងបានធម្មតាហើយលីងឆ្ងាញ់បងប្អូនឃើញចឹងមែនប៉ុន្តែលីងឆ្ងាញ់មែនតើខ្ញុំលីងពីអ្នកបងដាក់អំបិលដាក់ប៊ីចេងមកគឺឆ្ងាញ់ក្លែមបានបងប្អូនជាក់ហើយខ្ញុំរននេះគឺអាហ្នឹងគឺដើមដូងដែលដួងហ្នឹងវាស៊ីចង់ងាប់អស់បាត់ហើយតែចឹងរវាខ្លះតែទុកវាកាន់តែច្រើនវាកាន់តែទៅស៊ីផ្សេងទៀតអញ្ចឹងអាមេដួងនេះវ៉ាន់គឺវាហើពីដើមដូងមួយទៅដើមដូងមួយបើយើងនៅទុកវាទៀតវាអាចបំផ្លាញដូងយើងកាន់តែច្រើនអញ្ចឹងតើតែសម្លេះវាចោលខ្លះដាក់ជាក់ខ្លះបានកើតហើយសម្រាប់សត្វហ្នឹងគឺអត់ចេះតិចទេបងប្អូនតិចបងប្អូនឃើញវាសបល់ដូចថាមើលទៅវាគួរឲ្យខ្លាចអីណាតាមពិតគឺអត់ចេះតិចទេវាឃើញមានតនិចមុខតនិចអីចឹងមែនមានក្រហមមានខ្មៅចឹងមែនប៉ុន្តែអត់តិចទេបងប្អូនតាមពិតទៅសត្វនេះយើងអាចហៅម្យ៉ាងថាមេដួងក៏បានប៉ុន្តែយើងហៅថាកូនដួងក៏ត្រូវដែរតាមមើលទៅ